ដូច្នេះរាល់សំណើសុំផ្សេងៗនឹងត្រូវបានឆ្លងកាត់ការឯកភាពជាច្រើនដំណាក់កាលពីអ្នកគ្រប់គ្រងឬម្ចាស់អាជីវកម្មដើម្បីធានាឲ្យបានថាចំណាយនោះមានភាពចាំបាច់និងមិនខ្ជិលខ្ជាតើយើងគួរគ្រប់គ្រងចំណាយដែរឬទេនៅពេលដែលក្រុមហ៊ុនរបស់យើងរីកចម្រើនកាន់តែខ្លាំងនោះចំណាយរបស់ក្រុមហ៊ុនក៏កាន់តែកើនឡើងដូចគ្នារួមមានចំណាយប្រាក់ខែបុគ្គលិកចំណាយទឹកភ្លើងចំណាយទិញសម្ភារៈនិងចំណាយផ្សេងៗទៀតជាពិសេសគឺមានចំណាយមួយចំនួនត្រូវឆ្លងកាត់ការអនុម័តជាមុនសិនដោយស្របទៅតាមគោលការណ៍កំណត់របស់ក្រុមហ៊ុនដូច្នេះរាល់សំណើសុំផ្សេងៗនឹងត្រូវបានឆ្លងកាត់ការឯកភាពជាច្រើនដំណាក់កាលពីអ្នកគ្រប់គ្រងឬម្ចាស់អាជីវកម្មដើម្បីធានាឲ្យបានថាចំណាយនោះមានភាពចាំបាច់និងមិនខ្ជិលខ្ជាយថ្ងៃនេះសូមណែនាំពីមុខងារមួយរបស់ប្រកបដែលយើងហៅថា approval workflow ដែលអាចមានសមត្ថភាពគ្រប់គ្រងទៅលើសំណើសុំដូចខាងក្រោមទី1អាចធ្វើការកំណត់ប្រភេទឯកសារសំណើសុំផ្សេងៗពីគ្នាបានទី2អាចកំណត់ចំនួនថវិកាឬក៏បាក់ចិត្តដល់ user ដែលអាចអនុម័តបានទៅតាមប្រភេទឯកសារទី3អាចកំណត់ចំនួនអ្នកអនុម័តពី1ដល់ច្រើនស្របទៅតាមប្រភេទឯកសារទី4អាចធ្វើការផ្ញើសារយ៉ាងរហ័សទៅកាន់អ្នកអនុម័តតាមប្រព័ន្ធ Telegram ដោយស្វ័យប្រវត្តិទី5អាចធ្វើការ download ឬក៏ upload មកវិញបានទី6រួមបញ្ចូលទៅនឹងរបាយការណ៍និងមុខងារផ្សេងៗទៀតជាច្រើន Approval workflow ក៏អាចធ្វើការ integrate ជាមួយនឹងមុខងារផ្សេងៗទៀតរបស់ប្រកបរួមមានផ្នែកទិញផ្នែកលក់ផ្នែកគ្រប់គ្រង stock ឬក៏ mobile app ជាដើម